ល្អធ្វើល្អនិយាយល្អទទួលបានផលល្អបើនរណាមិនមើលឃើញក៏យើងដឹងខ្លួនឯងដែរភាកច្រើនគាត់ធ្លាប់និយាយថាចេះធ្វើល្អហើយគិតល្អហើយនិយាយល្អហើយមិនដែលស្អប់មិនដែលគុំគួនមិនដែលធ្វើបាបនរណាប៉ុន្តែជួបតែមនុស្សមិនល្អការពិតយើងបន្តធ្វើនៅអ្វីដែលជាយើងបើយើងជាមនុស្សល្អគឺយើងធ្វើល្អដោយសារតែយើងល្អពិតបើសិនជាយើងធ្វើអំពើល្អចាអ្វីដែលទទួលបានបំផុតមិនមែននរណាទេនៅតែខ្លួនឯងដដែលហើយអ្វីដែលយើងទទួលបានយ៉ាងហោចណាស់ក៏យើងគិតពីជំងឺមួយយ៉ាងគឺជំងឺឈឺទាំងរាងកាយយើងអត់បានឈឺបានន័យថាជាជំងឺបាក់ទឹកចិត្តឬក៏ជំងឺពិបាកចិត្តនឹងឯងចាជំងឺបាក់ទឹកចិត្តជំងឺពិបាកចិត្តនឹងឯងវាច្រើនតែកើតជាពិសេសកើតពេលដែលយើងមានភាពអវិជ្ជមានចំពោះខ្លួនឯងមិនស្រឡាញ់ខ្លួនឯងយើងមានភាពមិនគិតល្អជាមួយខ្លួនឯងយើងមានភាពមិនសរសើរខ្លួនឯងឬក៏មិនដឹងគុណខ្លួនឯងចាការដែលយើងឲ្យភាពអវិជ្ជមានមកលងបំលាចឬក៏ភាពអវិជ្ជមានដែលអ្នកដទៃមានចំពោះយើងមកគ្របនឹងដោតលើរាងកាយយើងនឹងក្លាយជាមនុស្សដែលបាក់ទឹកចិត្តងាយពិបាកចិត្តងាយខូចចិត្តងាយខឹងចិត្តងាយខកចិត្តងាយឈឺចិត្តងាយហើយអាចិត្តមានជំងឺហ្នឹងវានឹងក្លាយជាជំងឺមួយយ៉ាងគឺឈឺដោយខ្លួនឯងអត់បានឈឺលែងចង់ញាក់ពីគេងលែងចង់ក្រោកលែងចង់ចូលគេងញ៉ាំបាយលែងឆ្ងាញ់អស់កម្លាំងលហិតលហើយអត់ចង់ធ្វើការអត់ចង់គិតលែងខ្វល់ពីគោលដៅលែងខ្វល់ពីអ្វីដែលជាក្តីសុខរបស់ខ្លួនឯងអញ្ចឹងការគិតល្អការធ្វើល្អវារមែងបានលទ្ធផលល្អមិនបានចំពោះនរណាក៏បានចំពោះខ្លួនឯងដែលជាមនុស្សដំបូងបំផុតអញ្ចឹងបន្តធ្វើល្អធ្វើជាមនុស្សល្អហើយធ្វើជាមនុស្សល្អដោយសារតែយើងល្អពិត